តោះជំរាបសួរបាទថ្ងៃនេះបានសាច់មាន់បងប្អូនអើយមាន់លក្ខណៈមាន់កកហ្នឹងណាហើយយើងអត់មហូបទៅហើយយើងក៏រៀបចំដាក់រំលីងគ្រឿងមាន់រំលីងទឹកប្រហុកមិញដាក់ទឹកប្រហុកបងប្អូនទឹកប្រហុកយើងដាក់កន្លះវែកតិចមកហើយរំលីងគ្រឿងយើងឈ្ងុយហើយបងចាក់សាច់ចូលបាទហើយរំលីងទឹកប្រហុកនេះបងប្អូនធ្លាប់ហូបដឹងហើយវានិយាយទៅយើងវាអត់តលន់ខ្លាញ់ណាបងប្អូនហើយយើងរំលីងទឹកប្រហុកវាឆ្ងាញ់ណាស់បងប្អូនហើយបំមាន់ខ្ចីទៀតយើងដាក់អញ្ចឹងមួយទឹកប្រហុកអញ្ចឹងហើយយើងដាក់ជាមួយនឹងអាជាក់ខ្លែមស្រួលបងប្អូនខ្លែមអត់តលន់ទេមានប្រមាណក៏អស់ដែរអញ្ចឹងលក្ខណៈយើងធ្វើជាគ្រឿងក្រៅអ្វីក៏ដោយតែមានជាតិខ្លាញ់តែទីពិសេសហ្នឹងគឺយ៉ាងតលន់ហើយអញ្ចឹងខ្ញុំធ្វើមុខម្ហូបនេះគឺមិនឲ្យតលន់នេះគេហៅថាលក្ខណៈរំលីងទឹកប្រហុកបាទឥឡូវយើងគ្របយើងដាក់ទឹករងាស់ចោលឲ្យវាផុយព្រោះអីមាន់នេះមាន់កកបងប្អូនហើយនេះទឹកឡើងមកកាភ្លុះយករងាស់ឲ្យវារីបន្តិចមកទឹកច្រើននៅរីងហ្នឹងបងប្អូនបាទរំលីងវាចោលឲ្យវាឆ្អិនល្អនិយាយរួមថាឲ្យវាផុយបាទហើយសាច់អីវាមិនងាយផុយទេបងប្អូនព្រោះអីមាន់វាធំអានេះបានតែការីទេការីទឹកនំបញ្ចុកតែអានេះដោយសារអត់ឥឡូវយើងដាក់ម្រះប្រូដាក់អីចឹងមកគ្រឿងយើងមានម្រះប្រូមានអីហ្នឹងជោគត្រឡប់ឆ្អិនឆៃតែម្ដងនេះយូរបងប្អូនក៏រងាស់ទឹកហ្នឹងចង់ប្រហែលជា24ម៉ោងបាទហើយឥឡូវស្ងួតទឹកហើយយើងដាក់ម្រះប្រូចូលចឹងហើយយើងដួសញ៉ាំបាយហេវហើយបងប្អូនថ្ងៃត្រង់ហើយភ្លក់មើលផុយនោះដល់ល្មមវាមិនផុយខ្លាំងបងប្អូនល្មមឲ្យយើងញ៉ាំកើតញ៉ាំដាច់កើតមិនលក្ខណៈទាញទៅផ្្លាត់ត្រូវបបោមាត់វិញទេអានេះឈាមហើយយើងដួសមកឆាតែគ្រឿងក្នុងហ្នឹងលាយស្លាបតែប៉ុណ្្នឹងឯងបាទយើងមានថ្លើមមានអីហ្នឹងបាទអូមកអានេះຕົកចោលក្នុងហ្នឹងទៀតមកយើងឆៃសិនសំខាន់យើងហេវបាទហើយនេះដួសមកដាក់ចានហ្នឹងអានេះមាន2មុខមួយមុខនេះទៀតកកោកមដូងបាទនេះបងអូនឲ្យមកកកោកមដូងនិយាយថារសជាតិឆ្ងាញ់តែម្ដងបងប្អូនបាទរសជាតិឆ្ងាញ់និយាយទៅនៅក្លៀននៅឆ្ងាញ់ជាមួយនឹងរំលីងទឹកប្រហុកគល់ក្រៃសាច់មាន់